រឿងកុមារីសុខានិងទឹកដោះគោជូរ Freshy 10ផ្អែមឆ្ងាញ់ថ្ងៃមួយដ៏ស្រស់បំព្រងកុមារីម្នាក់ឈ្មោះសុខាបានទៅផ្សារទំនើបជាមួយអ្នកម្ដាយពេលដើរកាប់ទូក្លាសេសុខាបានឃើញកញ្ចប់ទឹកដោះគោជូរ Freshy Yogurt ដែលមានរូបផ្លែឈើពណ៌ស្រស់ស្អាតដូចជាផ្លែ Strawberry និងផ្លែឈើចម្រុះនាងលាន់មាត់ទាំងអរផងចង់បានផងថាម៉ាក់ខ្ញុំចង់បាន Freshy Yogurt នេះឥឡូវនេះភ្លាមពីពុតជាមើលទៅឆ្ងាញ់ណាស់អ្នកម្ដាយបានឆ្លើយដោយថ្នមថាកូនសម្លាញ់យើងទើបនឹងទិញរបស់ច្រើនណាស់ហើយទឹកដោះគោនេះក៏ត្រជាក់ខ្លាំងដែរទុកចាំយើងគិតលុយរួចរាល់ហើយទៅដល់ឡានសិនចាំម៉ាក់ទិញឲ្យប៉ុន្តែសុខាមិនព្រមស្ដាប់ទេនាងចាប់ផ្ដើមទាញអាវអ្នកម្ដាយហើយនិយាយអង្វរទាំងសំឡេងលឺខាទេខ្ញុំចង់បានឥឡូវនេះបើមិនបានទេខ្ញុំនឹងយំហើយអ្នកម្ដាយដកដង្ហើមធំរួចក៏អោនចុះនិយាយដោយស្នាមញញឹមថាសុខាបើកូនចេះអត់ធ្មត់រហូតដល់យើងគិតលុយរួចរាល់ហើយដើរដល់ឡានវិញម៉ាក់នឹងទិញ Freshy Yogurt ឲ្យកូនមួយកែវធំហើយថែមទាំងបាននំមួយដុំតូចទៀតការអត់ធ្មត់ជាមិត្តល្អរបស់ក្មេងៗតើកូនអាចរងចាំបានទេសុខាគិតមួយផ្លែតរួចក៏ងក់ក្បាលយល់ព្រមទាំងញញឹមពេលទៅដល់ឡានវិញអ្នកម្ដាយក៏បានទិញ Freshy Yogurt រសជាតិ Strawberry ដ៏ត្រជាក់ជូនសុខាដោយការសន្យាសុខាបានអង្គុយញ៉ាំទឹកដោះគោជូរនោះយ៉ាងរីករាយហើយនាងក៏បានដឹងថាការរងចាំបន្តិចបន្តួចមិនបានធ្វើឲ្យរបស់ឆ្ងាញ់បាត់បង់រសជាតិឡើយតែបែរជាធ្វើឲ្យនាងកាន់តែពេញចិត្តទៅវិញ